តែគូកូនបូកេអេកស្ទ្រីមកាមេរ៉ាគុណខ្មែរសប្តាហ៍ដ៏អស្ចារ្យសប្តាហ៍ទី42សប្តាហ៍ក្រោយបាទគឺយើងមានកម្ពុជាកីឡាករខ្លាំងបាទពេជ្រឃាតលាក់មុខខាន់2ក៏មកលួនបញ្ញាក៏មកដែរឥឡូវនេះកណាជុំវិស្នាព្យាយាមប្រាកណ្ដាប់ដៃមួយសិនថាអ្នកដែលលឿននោះគឺបានទៅលើអាកូប៊ីបាទកីឡាកររបស់បាគីស្ថានហើយអូនៅចិត្តនេះទេបាទត្រៀមទទួលប៉ុណ្ណោះលើកទឹកចិត្តពីហងមាសបាទចំនួន1លានរៀលអាកូប៊ីក៏ប៉ុន្តែអូយើងក៏លេចទៅមើលឆ្លងកាត់ការប្រកួតរបស់គុំវាសនាសិនវាសនាបើសិនតែចង់ចេញមករៀមអានឹងអាចតែនេះគេថាកង់ធំបាទលោកគ្រូអញ្ញាកណ្ដាលវិជាការប្រកួតគឺលោកគ្រូរៀមកសលលោកគ្រូរៀមកសលក៏ជាអតីតអ្នកប្រដាល់គុណខ្មែរដ៏ឆ្នើមដែរបាទជាយាមទាត់ជើងក្រោមមួយរបស់អាដាមអលអាម៉ារីបាទកីឡាកររបស់ម៉ារ៉ុកនេះបើនិយាយពីទ្វីបវិញមកពីទ្វីបអាហ្វ្រិកព្យាយាមដើរចូលបាទព្យាយាមដើរចូលរបស់វាសនាកន្លែងនេះចាក់ជង្គង់របស់វាសនាអោបគ្នាទៅវិញទៅមកលោករៀមកសលគាត់សរេសរងមើលកីឡាករទាំងពីរបាទណែមើលទៅអត់មានអីប្រែប្រួលទេគឺលោកអញ្ញាកណ្ដាលនិយាយកីឡាករទាំងពីរដើរចូលទៅគុំវាសនាថាមកគឺដឹងតែអ្វីហើយបាទបាច់ភ័យទេបាទនេះជាយាមក្តាប់ដៃខាងស្ដាំរបស់វាសនាខោស្ដាំមួយឆ្វេងមួយរបស់អាដាមអ៊ីលអាមេរីបាទពុកខាងឆ្វេងមួយបាទលុកខាងឆ្វេងសងវិញខោជួយមួយស្ដាំមួយរបស់អាដាមវាសនាត្រៀមបញ្ចេញក្តាប់ដៃឆក់ឡើយក្តាប់ដៃនេះគឺកីឡាករបរទេសមិនតិចអ្នកទេដែលពេលខ្លះក៏មានឈរត្រឡប់អីអូយកន្លែងនេះបាទទាត់ទៅជើងថ្ងៃនេះម្ចាស់ខ្សែក្រវ៉ាត់អេកស្ទ្រីមគីឡូធ្ងន់ម៉ូតាសាក៏គាត់មកចូលរួមទស្សនាដល់ផ្ទាល់ដែរម៉ូតាសាហ្នឹងក៏ត្រូវមកការពារខ្សែក្រវ៉ាត់គីឡូធ្ងន់ដែរម៉ូតាសាថាស្វាគមន៍អេកស្ទ្រីមចង់មកវាយនៅអេកស្ទ្រីមឥឡូវលោកគ្រូអញ្ញាកណ្ដាលលោករៀមកសលញែកមួយសិនដើរចូលបន្តទៀតគឺវិសនានៅដើរចូលទេអត់រិចកណ្ដាប់ដាក់កណ្ដាច់ឆក់អូយទៅឆក់កន្លែងនេះមួយលោកគ្រូអញ្ញាកណ្ដាលរាប់ហើយអត់បញ្ហាកន្លែងនេះអាដាមអត់បញ្ហាទេវាសនាថាស្គាល់ជាតិកណ្ដាប់ដៃទៅឆក់នៅនេះដើរចូលកណ្ដាប់ដៃទៅឲ្យកណ្ដាប់ដៃរបស់អាដាមលូកពេញឆ្វេងមួយណែចេញកណ្ដាប់ដៃទៅឆក់ទៀតហើយគុំវាសនាកណ្ដាប់ដៃទៅឆក់អូចេះចប់តនតាយណារាប់ទៅ4អោធ្វើគុំវាសនាបាទជាមួយនឹងអាមៀបាទឆ្វេងស្នាបដូរកណ្ដាប់ដៃពីអាមៀមកវិញពីគុំវាសនាលូកឆ្វេងពីគុំវាសនាកណ្ដាប់ដៃដើរឆក់ជាយាមទាត់មកកណ្ដាប់ដៃឆ្វេងស្រាប់បោះជង្គង់ស្រាប់មកវិញអាយចង់អត់ស្រួលអ្នកដើរចូលឆ្វេងស្រាប់ចូលទៅគៀកគំវាសនាអាយហោមួយយ៉ាងមិនទៅហើយចាក់ទីដល់អូយលោកអញ្ញាកណ្ដាលប្រជុំហើយ